បងតាបបងមានគ្រួសារក្រោយតើបងនិងបងប្អូនបបងគិតយ៉ាងម៉េចចំពោះគាត់ដែរចាហ្នឹងហើយតាមពិតទៅអានេះជារឿងគ្រួសាររបស់យើងប៉ុន្តែបងគ្រាន់តែចង់លើកឡើងថាកតញ្ញូគឺជារឿងចម្បងសម្រាប់យើងជាកូនអញ្ចឹងដូចបងបានរៀបរាប់ពីដើមមកថាពុកបងគឺគាត់មានគ្រួសារក្រោយហើយគាត់អត់រស់នៅជាមួយពួកយើងហើយគឺគាត់រស់នៅជាមួយគ្រួសារក្រោយគាត់ហ្នឹងអញ្ចឹងសម្រាប់បងយើងជាកូនកំព្រាហើយអញ្ចឹងបើតាមនិយាយពីខឹងឪពុកណាខឹងខ្លាំងណាបងប្អូនបងទាំងអស់គ្នានិយាយឲ្យស្រួលស្ដាប់គ្មានអ្នកណាស្រឡាញ់ឪពុកម្នាក់ទេពួកអីយើងរកការស្រឡាញ់អត់ឃើញយើងអាចស្រឡាញ់ពួកគាត់បានលុះណាតែគាត់មើលថែថ្នាក់ថ្នមយើងមែនទេនៅជាមួយយើងជារៀងរាល់ថ្ងៃបានយើងមានអនុស្សាវរីយ៍អញ្ចឹងចំពោះបងបើនិយាយពីក្នុងចំណោមបងប្អូនទាំង6នាក់បងចាត់ទុកថាជាកូនមិនឯសំណាងចាស់ពួកគាត់ស្រឡាញ់បងជាងគេប៉ុន្តែពេលខ្លះបងមិនដឹងថាតើជាការស្រឡាញ់ឬក៏ជាការដាក់បន្ទុកទេពួកបងក៏ខ្លាចទៅជាមនុស្សអ្នកដែលទទួលបន្ទុកគ្រួសារដែរចាអញ្ចឹងតើពួកបងគិតយ៉ាងម៉េចជាមួយគាត់បើនិយាយពីការស្អប់និយាយជាភាសាសាមញ្ញហ្មងគឺយើងស្អប់ឪពុកយើងបងប្រុសបងតែងតែបន្ទោសថាបើសិនជាគាត់ជាឪពុកដូចគេមិនបោះបង់កូនហើយជាពួកគាត់អាចល្អជាងនឹងឆ្ងាយចាប៉ុន្តែជាលទ្ធផលពួកយើងគឺអត់ទេគឺយើងរស់នៅទាំងលំបាកវេទនាដោយសារយើងគ្មានឪពុកជាចំហចាអញ្ចឹងយើងរស់នៅតាមសមាជីវោហើយនៅពេលដែលម្ដាយស្លាប់ទៀតកំព្រាសុតសាតបើតាមទឹកចិត្តដែលយើងជាមួយឪពុកយើងគឺអត់មានអនុស្សាវរីយ៍និយាយភាសាសាមញ្ញចាស់ប៉ុន្តែក្នុងនាមជាកូនម្នាក់ដែលកើតមកវាដូចបងថាមានកតញ្ញូពីក្នុងមកដូចបងអញ្ចឹងបងនៅតែចាប់អារម្មណ៍នឹងឮសម្ដីបងស្រីបងថាបងជាកូនក្រក់របស់ប៉ាគាត់កាលពីគាត់មិនទាន់មានបញ្ហាគាត់ទៅទីពេទ្យគាត់ដឹកបងដាក់តាមម៉ូតូពីមុខហៅបងកូនក្រក់ពីបងឯងស្គាល់ពាក្យកូនក្រក់អត់ស្គាល់ហ្នឹងឯគេហ្នឹងតិចតួចឯកូនតិចកូនតិចតួចចាគេដាក់កូនខ្វាក់តាមខ្លួនព្រោះហេតុអីកូនខ្វាក់នឹងជួយនេះជួយនាំសំណាងតែណាចឹងប្រហែលជាបងជាកូននាំសំណាងដល់គាត់ឲ្យដឹងពីព្រោះពុកបងដាក់នាមបងថាជាកូនទេវតាហេតុអីបានតែគាត់ដាក់កូនទេវតាពីព្រោះឲ្យតែគាត់សម័យចង់បានអីរបស់នឹងហោះដល់គាត់ហ្មងអញ្ចឹងក្នុងនាមជាកូនម្នាក់រួមទាំងបងប្អូនបងទាំងអស់ទោះបីជាគាត់មានអកតេជាមួយឪពុកម្ដាយបងឬក៏គាត់មិនសប្បាយចិត្តគាត់ខឹងប៉ុន្តែបងតែងតែលើកទឹកចិត្តគាត់ចង់ប្រាប់គាត់ថាគុណរបស់គាត់នៅតែមានមួយយើងអញ្ចឹងគឺគុណនៃការបង្កើតរបស់គាត់មកបើអត់មានគាត់បង្កើតយើងចាំមិនយើងកើតមកលើលោកនេះត្រូវអត់អញ្ចឹងអ្វីដែលយើងធ្វើបានគឺកតញ្ញូតាធម៌ត្រឡប់ទៅវិញអញ្ចឹងចំពោះបងវិញបងធ្វើយ៉ាងម៉េចនៅពេលដែលបងចាប់ផ្ដើមមានការងារធ្វើមានប្រាក់ខែសមរម្យបងរៀបការហើយបានមួយឆ្នាំណាបងចាប់ផ្ដើមចាំឪពុកបងថ្ងៃព្រោះឪពុកបងគាត់ដាក់ទឹកចិត្តគាត់អត់មានបានរកស៊ីធ្វើការទៅធ្វើកម្មវិធីពេទ្យអីដូចកាលត្រឡប់ទៅវិញទេអញ្ចឹងគាត់នៅផ្ទះគាត់គ្រាន់មើលអ្នកជំងឺតិចតួចចំជីវិតគាត់អញ្ចឹងបងក៏បានផ្ញើប្រាក់ខែឲ្យគាត់ដូចថាជាប្រាក់ខែដែលគាត់អាចញ៉ាំអាហារបានទិញថ្នាំទិញអីបានខ្វះខាតអីគាត់ប្រាប់បងទៅបងផ្ញើឲ្យគាត់រហូតព្រោះថាកូនណាកូនប៉ាចង់បានកាហ្វេអញ្ចឹងយើងផ្ញើកាហ្វេតាមឡានជូនគាត់ទៅកូនណាប៉ាចង់បាននេះបាននោះអីចឹងទៅអ្វីដែលគាត់ទេមកយើងផ្ញើជូនគាត់ទៅអញ្ចឹងបងប្អូនបងក៏ដូចគ្នាដែរយើងបង្កើតនៅគេហៅវប្បធម៌មួយនៃការដឹងគុណណាអូនអញ្ចឹងឲ្យទៅដល់ពេលបុណ្យទានគឺយើងទៅជួបគាត់ជូននៃបានគាត់ជូនលុយជូនសម្លៀកបំពាក់ថ្មីទាំងអស់គ្នាធ្វើអញ្ចឹងទាំងអស់គ្នាតែម្ដងចាអញ្ចឹងទៅពេលដែលគាត់ឈឺបងដូចថាបងរវល់ធ្វើការជាងគេបងប្អូនទាំងអស់បងរៀនផងធ្វើការបុកផងដូចបងបានធ្លាប់រៀបរាប់ការ content មុនអញ្ចឹងណាអញ្ចឹងពេលវេលាបងមិនសូវមានច្រើនទេអញ្ចឹងបងប្អូនបងទាំងអស់នេះគេឆ្លាស់គ្នាទៅថែគាត់បើគាត់ចូលមន្ទីរពេទ្យគេ10ថ្ងៃ20ថ្ងៃគឺពួកគាត់ឆ្លាស់គ្នាគេកំដរហើយបងវិញគឺជាអ្នកប្រាប់អារងលើថវិកាចឹងណាចាអញ្ចឹងយើងស្រាក់គ្នាអញ្ចឹងវិញហើយដល់ពេលគាត់ឈឺចុងក្រោយគឺជាពេលមួយដែលយើងអស់គ្នាបានស្រាក់គ្នាខ្លាំងមែនតើព្រោះពេលហ្នឹងអស់លុយក៏ច្រើនហើយត្រូវការមើលថែគាត់យូរដែរអញ្ចឹងបងប្អូនទាំងអស់ក៏បានជួយគាត់ហើយស្រាក់គាត់ហើយដល់ពេលដែលគាត់ស្លាប់ពួកយើងក៏បានសហការគ្នាធ្វើបុណ្យសពឲ្យគាត់តាមប្រពៃណីអញ្ចឹងទៅហើយនៅពេលដែលបងទៅដល់ស្រុកដែលគាត់រស់នៅបានបងដឹងថាឪពុកគាត់បងគឺស្រឡាញ់ពួកយើងមិនមែនគាត់មិនស្រឡាញ់ទេគ្រាន់ថាមិនដឹងថាបាបឬក៏បុណ្យយើងអត់មានមិនដឹងតែគាត់អត់នៅមួយយើងហ្នឹងណាប៉ុន្តែអ្នកស្រុកអ្នកភូមិគេស្គាល់បងទាំងអស់គឺគេស្គាល់បងទាំងអស់តែម្ដងពួកគាត់តែងតែទៅនិយាយប្រាប់អ្នកចិត្តខាងថាកូនស្រីគាត់ល្អណាស់ចង់បានអីធ្លាក់មកគាត់មិនខ្វល់ទេរាល់ថ្ងៃគាត់ដើរញ៉ាំកាទៀវផឹកកាហ្វេអត់មានឈឺក្បាលអីទេគាត់ចង់បានអីបាននឹងតែម្ដងអញ្ចឹងគាត់មានមោទនភាពចំពោះកូនរបស់គាត់ជាពិសេសចំពោះបងនិងប្អូនបងដែរអញ្ចឹងណាចូលសេចក្តីទៅក្នុងនាមជាឪពុកម្ដាយ
ពុកណាក៏ស្រឡាញ់កូនដែរគាត់ណាវិធីសាស្ត្រនៃការចិញ្ចឹមនិងការមើលថែប្រហែលជាខុសៗគ្នាតែប៉ុណ្្នឹងទេអញ្ចឹងក្នុងនាមយើងជាកូនទោះបីជាឪពុកយើងមិនបានមើលថែយើងក៏គាត់មានគុណដែរគឺគុណការបង្កើតយើងនឹងឯងអញ្ចឹងកុំបោះបង់ចោលគាត់អីយើងមើលថែគាត់ដល់ដំណាក់កាលចុងក្រោយទៅយើងនឹងអត់មានការស្ដាយក្រោយទេដោយបងរាល់ថ្ងៃរស់នៅដោយសន្តិភាពផ្លូវចិត្តពួកបងអត់ស្ដាយក្រោយទេបងបានមើលថែឪពុកបងរហូតដល់ថ្ងៃចុងក្រោយហើយក៏បានបញ្ជូនទៅដល់ថ្ងៃចុងក្រោយត្រឹមត្រូវដែរ